ស្វាគមន៍អ្នកគុណនិយមគ្រប់គ្រងគ្រប់បកទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងពិភពធម្មពលវេទមន្តភាគទី63ដែលជាភាគបន្តរបស់យើងចាប់ផ្ដើមឡើងដោយ Althuser ឃើញនៅស្រីស្អាតភ្លាមចំហមាត់ថ្លុងតែម្ដងគាត់ក៏បានស្គាល់នាងផងដែរហៅថាម៉ឹងឡាននាងក៏ភ្ញាក់ផ្អើលថាគឺពិតជាលោកមែន Althuser ដែលគឺជាមន់គ្មានរោមពេលនេះក៏ស្រាប់តែប្រែទៅជារូបរាងដើមរបស់គាត់ដែលនោះក៏ជាកុងឈៀវជីរួចក៏ប្រញាប់រត់ទៅអោបនាងតែម្ដង Althuser ចាស់ហើយក៏ប៉ុន្តែសង្សាររបស់គាត់នៅតែក្មេងដដែលប្រាប់ថានៅពេលនេះគាត់ត្រឡប់មកវិញហើយម៉ឹងឡានបានប្រាប់ថាប៉ុន្មានឆ្នាំកន្លងមកនេះនាងគឺតែងតែជឿជាក់ថា Thuser គឺច្បាស់ជាត្រឡប់មកវិញអ្នកទាំងពីរក៏បានអោបគ្នាជីនហុងក៏បានរអ៊ូថាសាច់ច្បងទី2ឥឡូវនឹងប្រែទៅជាស្អាតជាងខ្ញុំទៅទៀតសេហៅមិនយល់សួរទៅកាន់ជីនស៊ីថាតើមានរឿងអ្វីកើតឡើងទៅនាងក៏បានកវីក្បាលអ្វីដែលនាងដឹងគឺថាកុងឈៀវជីគាត់ជាសការៈជនពូជពងកងោកដ៏ខ្លាំងក្លាម្នាក់នៅពេលមួយក៏បានលើថាវត្ថុទិព្វនៃភ្នំអាទិទេពត្រូវបានគេលួចបន្ទាប់មកទៀតឪពុករបស់នាងជាមួយនឹងលោកតាជីនជីនសៀវបានសហការគ្នាដើម្បីសម្លាប់គាត់នៅចុងបញ្ចប់យុទ្ធសាស្ត្ររបស់គាត់ក៏ត្រូវបានបាត់បង់គាត់ក៏បានចាក់ចេញគេចខ្លួនទៅកាន់ភ្នំប៉ៃតាន់តែម្នាក់ឯងអបិសក់មាសនោះមិនទាន់ស្លាប់នោះទេដើរចូលមកប្រាប់ថានៅពេលនោះ Althuser គឺមិនខុសពីសឺហៅនោះទេលួចនៅកូនកំមុំនៃកសម្ព័ន្ធរូងមាសរបស់គេឈៀវជីពេលនោះក៏នៅតែចាប់ដៃម៉ឹងឡានប្រាប់ថាខ្ញុំជាមួយនឹងម៉ឹងឡានគឺស្រឡាញ់គ្នាខ្លាំងណាស់ហើយក៏មិនសោកស្ដាយនោះដែរសឺហៅស្របគ្នាក៏ស្រាប់តែចាប់អារម្មណ៍ទៅលើក្រវិលរបស់នាងរួចហើយសម្លឹងទៅកាន់ត្រចៀកម្ខាងរបស់យិនស៊ីដែលគ្មាននៅក្រវិលដូចគ្នាម៉ឹងឡានបានប្រាប់នៅពេលដែលនាងជួបជាមួយនឹងឈៀវជីដំបូងគឺនាងមានបញ្ហាក្នុងការវឹកហាត់យុទ្ធសាស្ត្រនៅពេលនោះឈៀវជីឬក៏ Althuser គឺជាវីរបុរសដែលបានជួយទៅដល់ស្រីស្អាតចាប់តាំងពីពេលនោះមកអ្នកទាំងពីរក៏ចាប់ផ្ដើមមាននៅចិត្តប្រតិព័ទ្ធជាមួយនឹងគ្នានាងថែមទាំងបានប្រកល់នៅក្រវិលម្ខាងឲ្យទៅគាត់ក៏ប៉ុន្តែនាងគឺមិននឹកស្មាននោះទេថាភ្នំអាទិទេពគឺបានចាត់ចែងនាងឲ្យរៀបការជាមួយនឹងកសម្ព័ន្ធរូងមាសនៅពេលនោះនាងគឺមាននៅគូស្នេហ៍រួចហើយប្រកាសណាស់នាងគឺច្បាស់ជាត្រូវបដិសេធនាងជាមួយនឹងឈៀវជីគឺបានលួចនៅផែនទីនៃកសម្ព័ន្ធផឹងព្រមទាំងមាននៅគម្រោងចាក់ចែងទៅតាមក្បួនច្រកលំហក៏ប៉ុន្តែផែនទីនេះមិនពេញលេញមិនអាចបើកក្បួនបាននោះឡើយភ្លាមឃើញថាអន្តរីមាសមួយក៏បានមកដល់រួមជាមួយនឹងបងប្រុសរបស់នាងពួកគេក៏បានដេញតាមមកទាន់ឈៀវជីពេលនោះក៏ប្រឹងអស់ពីលទ្ធភាពដើម្បីទប់ទល់តែជាអកុសលគាត់ក៏នៅតែត្រូវធ្លាក់ស្លាប់រស់គឺមិនដឹងតែបើទោះបីជាដូច្នោះក៏ដោយម៉ឹងឡាននាងគឺសុខចិត្តស្លាប់ប្រសើរជាងរៀបការជាមួយនឹងមនុស្សដែលនាងមិនស្រឡាញ់បន្ទាប់មកទៀតនាងក៏បានឃុំខ្លួនឯងជារៀងរហូតមកដល់បច្ចុប្បន្ននេះឈីវជីក៏និយាយហើយបើទោះបីជានៅពេលនោះជីវិតរបស់គាត់គឺគ្មានសេះសល់នៅសង្ឃឹមអ្វីក៏ប៉ុន្តែគាត់គឺនៅតែចង់ឃើញនាងម្ដងទៀតគំនិតមួយផុសឡើងនៅក្នុងចិត្តរបស់គាត់គឺមិនអាចខ្ជះខ្ជាយនៅពេលវេលានោះទេហើយដូច្នេះគាត់ក៏បានស្វែងរកនៅបំណែកនៃផែនទីគ្រប់ទីកន្លែងព្រមទាំងចម្រាញ់នៅក្បួនដ៏ពិសេសមួយការខិតខំប្រឹងប្រែងវាក៏មិនខ្លាយទៅជាអាសាបងនោះឡើយនៅទីបំផុតគាត់ក៏ទទួលបាននៅបំណែកផែនទីបន្តមកទៀតទេពធីតាលាវបានជួយព្យាបាលរបួសឲ្យគាត់ហើយដូច្នេះហើយគាត់ក៏បានជួបនាងម្ដងទៀតម៉ងឡានក៏បាននិយាយហើយនៅថ្ងៃអនាគតពួកយើងគឺនឹងស្លាប់រស់ជាមួយគ្នាអាសក់មេក៏បាននិយាយថាល្អណាស់ចឹងពួកយើងជប់និយាយអំពីអតីតកាលទៅចុះចំណែកយិនស៊ីវិញយិនស៊ីក៏បានភ្ជាប់ពាក្យជាមួយនឹងកសម្ព័ន្ធឥន្ទ្រីមាសរបស់គេរួចហើយតាំងពីដំបូងម្លេះត្រូវអត់ម៉ងឡានបានសួរបកត្រឡប់ទៅវិញថាតើលោកមាននៅក្រវិលវិញ្ញាណដែលគឺជាកម្មសិទ្ធិរបស់នារីកសម្ព័ន្ធរបស់នាងហើយឬនៅអាសក់មាសលើហើយគាំងតែម្ដងសេហៅបានយកវាចេញមកសួរថាតើនេះមានន័យថារបស់នេះមែនអត់ម៉ងឡានក៏បាននិយាយទៅកាន់ CR ថានាងមានមនុស្សដែលខ្លួនស្រឡាញ់ហើយយិនស៊ីប្រញាប់បដិសេធថាអត់នោះទេគាត់លួចខ្ញុំទៅតែម៉ងឡានក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យហើយនាងក៏ជឿថាព្រឹទ្ធាចារ្យក៏នឹងមិនធ្វើឲ្យអ្នកទាំងពីរមាននៅសោកនាដកម្មដូចជាចំនួននាងដែរព្រឹទ្ធាចារ្យលឿនចឹងហើយក៏បានត្រឹមតែក្រហមតែប៉ុណ្ណោះម៉ងឡាននិយាយទៅកាន់សឺហៅថាអ្នកកំឡោះក៏ដោយសារតែលោកមាននៅក្រវិលវិញ្ញាណរបស់យិនស៊ីថ្ងៃណាមួយលោកគឺអាចមកស្នើសុំនាងបានជាក់ស្ដែងណាស់សឺហៅក៏មានអារម្មណ៍ទៅលើយិនស៊ីដែរតែគាត់នៅតែនិយាយថាមិនទាន់ប្រញាប់នោះទេគ្រប់គ្នាគឺអាចទៅកាន់ក្បួនមុនសិនអ្នកទាំងពីររួមជាមួយនឹងព្រឹទ្ធាចារ្យក៏បានដើរចូលទៅ Althuser បាននិយាយទៅកាន់សឺហៅថាល្អណាស់យើងក៏ពិតជាអរគុណដល់ឯងមែនបើសិនជាឯងមិនបាននាំយើងចេញពីភ្នំប៉ៃតាន់នោះទេយើងក៏ប្រហែលជាមិនអាចបានឃើញនៅម៉ងឡានម្ដងទៀតនោះឡើយសឺហៅបានអោបដៃប្រាប់ថា Althuser ខំប្រឹងវឹកហាត់ណាស់កុំឲ្យប្រែខ្លាចទៅជាកងោកអត់រោមម្ដងទៀតបើមិនចឹងនោះទេលោកគឺមិនស័ក្តិសមជាមួយនឹងបងស្រីទេពអប្សរនៅក្បែរខ្លួនរបស់លោកឡើយឈីវជីក៏ដូចជារៀងមួម៉ៅតែបន្តមកទៀតសឺហៅគាត់គឺគ្រាន់តែជាមនុស្សចូលចិត្តលេងច្រាស់នោះទេតែនៅតែគោរពរៀមច្បងដដែលសូមឲ្យគាត់ថែខ្លួនព្រមទាំងនឹកឃើញទៅដល់អនុស្សាវរីយ៍ដែលពួកគេបានជួបគ្នាដំបូងក៏ដូចជាសឺហៅបានដាក់ឈ្មោះឲ្យគេថា Althuser ក៏បានតបមកវិញថាភើយយើងគឺជាអ្នកណាយើងគឺជាសក្ការៈជនខ្លាំងជាងគេនៅក្នុងមេឃដីល្បីបានជាឯងដាក់ឈ្មោះយើងអាក្រក់បែបហ្នឹងទៅកាត់មកដល់បច្ចុប្បន្ន Thuser ប្រាប់ទៅកាន់សឺហៅថាយើងគឺមាននៅតកូកងរួចបានចាក់ចែងទៅបានយិនស៊ីពេលនោះក៏បានបបួលសឺហៅទៅជាមួយតែគាត់សួរត្រឡប់មកវិញហេតុអ្វីបានជានាងនៅតែមិនទាន់ទៅទៀតយិនស៊ីប្រាប់ថាដំណឹងនៃការបើកនៅក្បួនគឺច្បាស់ជាត្រូវបានសបផ្សាយទូទាំងតំបន់ទាំង8មិនយូរមិនឆាប់នៅទីនេះគឺច្បាស់ជាមាននៅចលាចលសឺហៅប្រាប់ថាគាត់គឺមិនទាន់អាចទៅបាននៅពេលនេះនោះទេព្រោះថាពុកម្ដាយរបស់គាត់នៅតែមិនទាន់ដឹងថានៅទីណានៅឡើយហើយដូច្នេះគឺមិនអាចទៅបានឲ្យនាងទៅមុនទៅបន្ថែមទៀតថាបើសិនជានាងនៅកំដរខ្ញុំគ្រប់គ្នាគឺច្បាស់ជាគិតថានាងគឺជាអនាគតប្រពន្ធខ្ញុំហើយយិនស៊ីគឺពិតជាអៀនមែនតែនៅតែនិយាយប្រាប់ថានាងអាចកំដរសឺហៅស្វែងរកពួកគេបានអបនឹងក៏បានសួរហើយថាចង់ស្វែងរកឪពុកម្ដាយក្មេកហើយមែនអត់ជាហេតុធ្វើយិនស៊ីគាំងតែម្ដងរួចហើយក៏ប្រញាប់រត់ចូលទៅក្នុងក្បួននៅតែផ្ដាំទៅកាន់សឺហៅអរគុណបើសិនជាគ្មានសឺហៅជួយនោះទេក៏សម្ព័ន្ធរបស់នាងគឺច្បាស់ជាជួបនៅឧបសគ្គធំបញ្ជាក់ទៀតថាអំពើល្អរបស់លោកខ្ញុំគឺនឹងចងចាំទុកនៅក្នុងបេះដូងសឺហៅនៅតែញញឹមតបថាកុំនិយាយដូចជាការប្រត់ស្លាប់រស់ទៅមើលពួកយើងគឺច្បាស់ជាអាចបានជួបគ្នាម្ដងទៀតឆាប់យិនស៊ីក៏នៅតែ
ទៅរំលឹកនៅរឿងមួយទៀតលោកគឺត្រូវតែទុកនៅក្រវិលនោះឲ្យបានល្អនាងចាក់ចែងទៅសឺហើយក៏ប្រញាប់សួរថានិយាយអ្វីនឹងខ្ញុំស្ដាប់មិនលឺនោះទេព្យាយាមស្រែកថាឲ្យនាងនិយាយម្ដងទៀតឲ្យលឺមកតែយិនស៊ីគឺបានទៅបាត់ហើយសឺហើយក៏បាននិយាយទៅកាន់អសក់មាសថាកុំបារម្ភអីយើងក៏នឹងឲ្យកុសសម្ព័ន្ធរបស់ពួកឯងចាក់ចែងដោយសុវត្ថិភាពដែរលើអញ្ចឹងហើយគេក៏ពិតជារំភើបចិត្តមែនតើសឺហើយបានសួរបញ្ជាក់ថាមិនមិនចង់ទៅទេមែនទេដោយសារតែបែបនេះគេក៏បានអរគុណលបងសឺហើយរួចហើយក៏បានចាក់ចែងទៅតាមក្បួននោះមុននឹងទៅក៏បានប្រកល់នៅរោមបុរាណនៃកុសសម្ព័ន្ធកងោកមាសឲ្យមកកាន់សឺហើយទៀតផងចាត់ទុកថាវាគឺជាការអរគុណសឺហើយរបស់យើងក៏មិនបដិសេធអ្វីនោះដែរគឺត្រូវតែទទួលរួចនិយាយទៅកាន់ជៀនហុងថាយើងត្រូវស្វែងរកឪពុកម្ដាយបើលឿននោះ3ទៅ5ឆ្នាំតែបើសិនជាយូររាប់រយឆ្នាំជៀនហុងនៅតែនិយាយថាលបងខ្ញុំកំដរលបងសឺហើយក៏បាននិយាយអំពីចលាចលដែលចិត្តមកដល់មនុស្សដែលមិនដឹងអីជាច្រើនគឺច្បាស់ជាត្រូវរងគ្រោះឲ្យជៀនហុងប្រញាប់ត្រឡប់ទៅវិញដើម្បីប្រាប់ទៅដល់កុសសម្ព័ន្ធឲ្យជៀសឲ្យផុតពីបញ្ហានេះឲ្យបានលឿនបំផុតជៀនហុងប្រាប់ថាកុសសម្ព័ន្ធរបស់គាត់គឺគ្មានអ្នកវឹកហាត់សក្ការៈជននោះទេអញ្ចឹងហើយគ្រោះមហន្តរាយក៏មិនអាចប៉ះពាល់ទៅដល់ពួកគេបានដែរតែសឺហើយក៏នៅតែនិយាយថាហើយយើងដូចជាឃ្លានណាគ្រាន់តែគិតទៅដល់ក្បាលតោរបស់ឯងលមូពោះផ្លែតែម្ដងជៀនហុងបានគោរពប្រាប់ថាលបងកុំនិយាយលេងអីខ្ញុំដឹងថាលបងខ្វល់ពីសុវត្ថិភាពរបស់ខ្ញុំហើយដូច្នេះហើយគេក៏បានសម្រេចចិត្តត្រឡប់ទៅវិញពេលនេះសឺហើយរបស់យើងគឺនៅតែម្នាក់ឯងព្រមទាំងនិយាយទៀតថាអបអូនសង្ឃឹមថាពួកយើងអាចជួបគ្នាម្ដងសាច់រឿងពេលនេះក៏កាន់មកដល់សឺហើយធ្វើដំណើរមកដល់តំបន់ភាគខាងលិចនៃប្រទេសសឺសភាវៈមានសាច់មានឈាមទៅអស់ហើយនៅឡើយតែសភាវៈអត់សាច់អត់ឈាមដែលជាថ្មនិងប្រាសាទនឹងកំពុងតែធ្វើដំណើរនិយាយគ្នាក៏ស្រាប់តែប្រទះឃើញនៅដៃដ៏ធំមួយវាក៏ជាវត្ថុទិព្វសក្ការៈជនអាទិទេពឃើញនៅដៃដ៏ធំនោះហើយសៀវតានិយាយថាពួកគេក៏គួរតែអ្នកដែលមកពីឋានលើចង់ឆ្លងកាត់នៅច្រកលំហដែលបានបែកបាក់ផ្សារភ្ជាប់ទៅនឹងពិភពលោកទាំងពីរសឺហើយក៏ដឹងថាវាគឺច្បាស់ជាបញ្ហាហើយចំហាយនៃធម្មពលនេះក៏បានធ្លាក់ចុះធ្វើឲ្យមនុស្សម្នាប្រែคล้ายទៅជាហាក់បីដូចជាមិនអាចគ្រប់គ្រងខ្លួនឯងបានតែសៀវតាក៏នៅតែនិយាយប្រាប់ថាវាគឺជាឱកាសដ៏មានតម្លៃសមនឹងការប្រថុយរំលឹកទៅដល់វត្ថុទិព្វអាទិទេពសក្ការៈជននឹងតែវាគឺគ្រាន់តែជារូបភាពខ្លាំងខ្លាយតែប៉ុណ្ណោះហើយក៏ប្រហែលជាត្រូវបានកប់ទុកនៅទីនេះតាំងពីបុរាណមកម្ល៉េះរងចាំនៅពេលវេលាមកដល់រួចហើយទាញយកនៃជើងខ្លាំងទាំងអស់ឡើងទៅសឺហើយដោយសារតែបែបនេះក៏នៅតែបារម្ភចង់ដឹងណាស់ថាតើពុកម៉ែរបស់គាត់ពេលនេះនៅណាទៅមនុស្សម្នានាំគ្នារត់គេចភ្លាមចាប់អារម្មណ៍ដឹងថាវាគឺមកពីភាគខាងលិចនៅខាងលើវាគឺជាជួងដ៏ធំមួយសំឡេងនៃជួងនេះអានុភាពគឺពិតជាខ្លាំងក្លាបានកោះហៅនៅមនុស្សម្នាគ្រប់គ្នាអនដែតឡើងទៅក៏ដូចជាដើរទៅរកសឺហើយឃើញចាំងប្រញាប់ចាក់ចេញនៅខាងមុខនោះសឺហើយប្រទះឃើញនៅប្រាសាទដ៏ធំមួយឆ្ងល់ខ្លាំងមែនទែនហើយអ្វីបានជាសៀវតាលាក់បាំងនៅចំហាយកម្លាំងធារបស់គាត់ថែមទាំងនិយាយថាសៀវតាអាប្រាសាទនោះដូចជាបងប្អូនរបស់ឯងណាសៀវតាព្យាយាមនិយាយផងខ្សឹបផងថាកុំប្រេះផ្ដាស់វាគឺជាផ្នែកមួយនៃប្រាសាទដែលគេបានបាត់បង់ផ្ទៃមេឃពេលនេះក៏ស្រាប់តែបើកនៅច្រកលំហមួយទៀតហើយវត្ថុទិព្វអ្វីមួយយ៉ាងក៏បានធ្លាក់ចុះមកសឺហើយក៏បានស្គាល់ព្រោះថាវាគឺជាថាចាប់ជាតិវាដូចជាប្រាសាទរបស់សៀវតាអញ្ចឹងមាននៅផ្នែកបែកបាក់ក៏ដូចជាបាត់បង់តែវត្ថុទិព្វដែលបែកបាក់នឹងអានុភាពវាគឺពិតជាមិនធម្មតានោះទេពេលនេះក៏បានបើកនៅផ្ទាំងអ្វីមួយយ៉ាងសឺហើយក៏ដឹងថាគ្មានរបស់មានជីវិតមកនោះទេគឺមានតែវត្ថុទិព្វទាំង3នេះតែប៉ុណ្ណោះមកកាន់ពិភពលោកនេះរីឯសៀវតាដែលវិញក៏ប្រញាប់ចូលទៅលាក់ខ្លួនមើលទៅកាន់ចំហាយច្រកលំហដែលនៅខាងលើក៏ស្រាប់តែចាប់ផ្ដើមមានអានុភាពកាន់តែខ្លាំងក្លាវត្ថុអ្វីមួយយ៉ាងកាន់តែចាំងជះមនុស្សម្នានាំគ្នាភ័យខ្លាចថាតើវាគឺជាអ្វីទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់ប្រញាប់រត់ទៅសឺហើយឃើញចឹងហើយក៏នៅតែបន្តឈរមើលហើយអ្វីដែលធ្លាក់ចុះមកនោះគឺជាច្រវាក់ជាច្រើនម្នាក់ក៏ដឹងថាវាគឺជាច្រវាក់វិន័យអាទិទេពវិវរហើយពួកយើងគឺច្បាស់ជាត្រូវស្លាប់នាំគ្នារត់ក៏ដូចជាកុំឲ្យច្រវាក់នេះចាប់ជាប់អីសោះតែដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញច្រវាក់អត់ភ្នែកវាយចំសឺហើយដឹងថាវាគឺជាតារាពន្លឺព្រះអាទិត្យបើយោងទៅតាមពាក្យដំណាលគ្រប់ពេលដែលវាបង្ហាញខ្លួនគឺច្បាស់ជាមាននៅជីវិតជាច្រើនត្រូវស្លាប់ក្រុមហន្តរាយពេលនេះគឺត្រូវបានចាប់ផ្ដើមហើយរួចបានកិច្ចចេញអ្នកដទៃទៀតដែលកិច្ចមិនរួចពេលនេះក៏ព្យាយាមតតាំងតែនៅតែគ្មានលទ្ធផលដដែលក្នុងពេលនោះក៏មាននៅបិសាចមួយស្តៀងងាកបន្តិចនឹងសម្រុកចូលថាចង់ចាប់យើងផងប្រើប្រាស់នៅចំហាយធម្មពលដ៏ខ្លាំងឲ្យច្រវាក់នោះកិច្ចចេញក៏ប៉ុន្តែនៅតែត្រូវជាប់មនុស្សដទៃទៀតឃើញហើយក៏បានរួមកម្លាំងគ្នាដើម្បីជួយសត្វនោះបានបញ្ចេញនៅធម្មពលព្រោះភ្លើងចេញទៅថាស្លាប់ភ្លាមមួយស្នេហ៍នេះផងដែរគ្រប់យ៉ាងហាក់បីដូចជាប្រែទៅជាស្ងប់ស្ងាត់តែបន្តមកទៀតឃើញថាចំហាយក៏កាន់តែខ្លាំងក្លាច្រវាក់ក៏នៅតែបន្តតាមរិទ្ធនៅបិសាចមួយនឹងគេគឺពិតជាមិនអាចទទួលយកបាននោះទេសឺហើយក៏ភ្ញាក់ផ្អើលដែរព្រោះថាសម្បីតែខ្លាំងបែបនេះក៏នៅតែមិនអាចទប់ទល់ជាប់បិសាចមួយទៀតក៏បានខំផ្ដាច់ច្រវាក់បងប្អូនគេទាំងពីរក៏បានសហការគ្នាធ្វើការប្រយុទ្ធតតាំងជាមួយនឹងច្រវាក់ទាំងនេះតែដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញគ្មានប្រយោជន៍អ្វីនោះទេអញ្ចឹងក៏ប្រញាប់រត់គេចវិញម្ដងច្រវាក់នោះក៏នៅតែចាប់ជាប់ទាញគេឡើងទៅខាងលើសឺហើយឃើញនៅទិដ្ឋភាពនេះក៏ពិបាកភ្នែកមើលដែររីឯបិសាចមួយទៀតខណៈពេលដែលព្យាយាមគេចចេញក៏នៅតែត្រូវបានច្រវាក់ស្រូបចូលទៅគេក៏នៅតែព្យាយាមស្រែកសុំជំនួយសឺហើយពេលនោះនឹកឃើញទៅដល់ពាក្យរបស់ទេពធីតាលាវក្រុមហន្តរាយមួយនេះអ្នកវឹកហាត់សក្ការៈជនច្រើនជាង 90% ក៏នឹងត្រូវបានបាត់បង់ស្របគ្នានោះដែរអ្នកវឹកហាត់ក្រុមសក្ការៈជនក៏នឹងត្រូវខ្លាចទៅជាជនរងគ្រោះក្នុងពេលមួយរំពេចពិភពលោកមានភាពចលាចលងាយស្រួលនឹងជួបគ្រោះថ្នាក់ដែលមិនអាចដឹងមុនបានសឺហើយមើលចុះមើលឡើងដូចជាគ្មានតម្រុយថាអ្នកណាម្នាក់អាចគេចចេញទៅផុតនោះទេព្រមទាំងនិយាយថានេះគឺជាការប្រមាញ់តើវាគឺជាស្ថានភាពអ្វីទៅមិនទុកយូរសឺហើយរបស់យើងក៏ចាប់ផ្ដើមប្រើប្រាស់នៅយុទ្ធសាស្ត្របាឡែនថ្មបញ្ចេញនៅឥន្ទ្រីមាសមកតែយើងក៏មិនទាន់ដឹងថាសឺហើយនឹងទប់ទល់ដោយរបៀបណាផងសាច់រឿងក៏ត្រូវបានស្លេះតែត្រឹមនឹងឯងជាចុងក្រោយអរគុណទៅកាន់អ្នកក៏និយមគ្រប់គ្រប់បដែលតែងតែគាំទ្រអធិស្ឋានសម្រាប់កំហុសខុសឆ្គងហើយមាននឹងវិលត្រឡប់មកជួបសារជាថ្មីម្ដងទៀតនៅក្នុងវីដេអូសម្រាប់រឿងជាបន្តខណៈពេលនេះផងដែរអេមីនបាយបាយ